សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកដឹងតើតើទៅនឹងវីតាមីន D ម្ដងថាតើពេលដែលយើងខ្វះវីតាមីន D រាងកាយរបស់យើងមានបញ្ហាអីខ្លះទី1គឺកាត់បន្ថយការជ្រាបកាល់ស្យូមចូលទៅក្នុងឆ្អឹងទី2មិនវិញគេថាកាល់ស្យូមថយចុះអញ្ចឹងគឺកើតជំងឺតាក់ទងឆ្អឹងដូចជាឈឺសន្លាក់ឈឺឆ្អឹងឆ្អែងខ្សោយស្ដុំលះលហើយគ្មានកម្លាំងកំហែងហើយទី3នោះគឺពុកឆ្អឹងយើងឃើញចាស់គាត់ពេលចាស់ទៅកោងខ្នងអីហ្នឹងហើយតើការខ្វះវីតាមីន D ហ្នឹងបណ្ដាលមកពីអីការខ្វះវីតាមីន D គឺបណ្ដាលមកពីស្ត្រីភាគច្រើនគឺគាត់មិនសូវបានប៉ះទៅនឹងពន្លឺព្រះអាទិត្យព្រោះពន្លឺព្រះអាទិត្យមានតួនាទីសំយោគវីតាមីន D ជាពិសេសគឺកាំរស្មីអឺ UVB ចេញពីព្រះអាទិត្យហ្នឹងហើយបើសិនជាមិនសូវបានប៉ះវាទេច្បាស់ណាស់គឺរាងកាយនឹងខ្វះវីតាមីន D បើមិនបានគ្រប់គ្រងអីបន្ថែមពីក្រៅតាមរយៈការបរិភោគការលេបអីអញ្ចឹងហើយតើមនុស្សប្រភេទណាដែលងាយនឹងខ្វះគឺស្ត្រីហ្នឹងស្ត្រីបែបម៉េចគឺទី1គឺគាត់ពេលចេញទៅក្រៅគាត់ស្លៀកពាក់ម៉ាស់ពាក់អីឃ្លុំចិត្តហ្នឹងគឺគាត់មិនបានប៉ះពលឺថ្ងៃទេបើឃ្លុំដល់ចិត្តហើយណាតែខ្យល់ចូលមិនចង់រួចអស់ទី2គឺគាត់ប្រើក្រែមការពារកម្ដៅថ្ងៃជាប្រចាំជាពិសេសមាន SPF ពោះអានឹងយើងមើល SPF ខ្លះ15ខ្លះ20ខ្លះ30ខ្លះ50ខ្លះដល់80ទៀតហើយកាលណាដែលយើងប្រើជាប្រចាំគឺវាទប់ស្បែកជាមួយនឹងព្រះអាទិត្យមកឲ្យប៉ះគ្នាទេហើយអានឹងយើងដឹងហើយតើតើការផលិតវីតាមីន D ក៏មិនបានដែរទី3គឺគាត់ធ្វើការតែនៅក្នុងផ្ទះគាត់រវល់ណាស់គ្មានពេលវេលាទៅហាត់ប្រាណពេលព្រឹកប៉ះនឹងពន្លឺព្រះអាទិត្យក៏ដូចជាពេលល្ងាចអីហ្នឹងឬក៏គាត់ពេលទៅធ្វើការព្រឹកឡើងស្លៀកពាក់ទៅឃ្លុំនឹងចិត្តឬជិះឡានអីចឹងទៅដល់គឺគាត់ធ្វើការតែនៅក្នុង office ឬក៏នៅក្នុងរោងចក្របិទជិតអីចឹងទៅមិនបានប៉ះជាមួយពន្លឺព្រះអាទិត្យចឹងដូចបាននិយាយខាងលើអាហ្នឹងបើយើងចង់បានស្បែកសអាហ្នឹងក៏យើងត្រូវតែគិតដែរត្រូវតែយកទាំងស្បែកសហើយទាំងសុខភាពរបស់យើងបើយើងមិនបានប៉ះជាមួយពន្លឺព្រះអាទិត្យជាពិសេសពេលព្រឹកនិងពេលល្ងាចអីអញ្ចឹងហើយយើងអាចប្រើពពួកវីតាមីន D ញ៉ាំតាមមាត់ញ៉ាំតាមរបបអាហារគឺយើងអាចញ៉ាំបន្លែផ្លែឈើស្រស់ឲ្យបានច្រើនបន្លែសម្បូរទៅដោយវីតាមីន D ជាពិសេសគឺអាចលេបថ្នាំគ្រាប់ថ្នាំវីតាមីន D តែម្ដងព្រោះដើម្បីអីព្រោះយើងត្រូវដឹងខ្លួនយើងបើយើងធ្វើការរវល់រហូតនៅក្នុង office នៅក្នុងបន្ទប់បិទជិតសូវបានដើរចេញក្រៅប៉ះជាមួយនឹងពន្លឺថ្ងៃហើយណាមួយយើងចង់បានស្បែកសផងអាហ្នឹងយើងត្រូវតែលេបហើយដើម្បីឲ្យរាងកាយរបស់យើងមានតុល្យភាពអរគុណសម្រាប់ការតាមដានវីដេអូហើយបងប្អូនកុំភ្លេចចុច like ចុច share ក៏ដូចជា comment បញ្ចេញយោបល់ផងហើយជួយ subscribe channel របស់ខ្ញុំផងអរគុណ